សម្រាប់ការចម្អិនត្រចៀកកាមនេះទេជាដំបូងយើងត្រូវដាំទឹកក្តៅសិនដាំទឹកហើយទឹកពុះយើងត្រូវយកទឹកហ្នឹងមកត្រាំសបុកហើយនៅពេលដែលសបុកយើងហីកយើងត្រូវហែកវាជាសរសៃតូចបន្ទាប់មកទឹកដែលយើងដាំហើយហ្នឹងមួយចំណែកហ្នឹងយើងចាក់ចូលទៅក្នុងឆ្នាំងចាក់ត្រឹម2លីត្រហើយសម្រាប់ទឹកហ្នឹងពេលដែលយើងចាក់ទឹកដែលពុះយើងដាំនៅកាសៀវហ្នឹងណាយើងចាក់ហើយចាក់ចូលក្នុងឆ្នាំងដែលខ្ញុំបានប្រាប់ថា2លីត្រហ្នឹងហើយយើងអាចដាក់ពធាក្រហមឬក៏ស្លឹកតយចូលទៅបានហើយបន្ទាប់មកយើងចាំទឹកនឹងពុះហើយពុះដូចនៅក្នុងរូបនឹងអញ្ចឹងណានៅពេលដែលទឹកនឹងពុះយើងអាចដាក់ស្បុកដែលយើងហែកជាសរសៃហ្នឹងចូលទៅបានបន្ទាប់ពីយើងដាក់សបុកហែកជាសរសៃហ្នឹងហើយយើងត្រូវក្របវាវិញហើយយើងចាំពេលដែលសបុកហ្នឹងវាពុះឡើងម្ដងទៀតហើយពុះហ្នឹងគឺឡើងជាពពុះសបុកហ្នឹងវាឡើងមកដល់លើបែបហ្នឹងហើយមើលទៅឃើញរៀងថ្លាអាហ្នឹងបានថាវាឆ្អិនហើយយើងអាចដាក់ស្ករតាមចំណង់ចំណូលចិត្តរបស់យើងបានហើយសម្រាប់សបុកត្រចៀកកាមរបស់យើងហ្នឹងគឺអាចទុកបានរយៈពេល14ថ្ងៃនិយាយទៅចាប់ពីថ្ងៃដែលយើងចាប់ដើមធ្វើរហូតឲ្យគ្រប់បាន14ថ្ងៃគឺទុកឡើងកើតហើយវាអាចខូចឬក៏ផ្ទុះអីចឹងទៅហើយសម្រាប់សបុកត្រចៀកកាមបើសិនជាយើងត្រាំពធាវាយើងទុករយៈពេលរៀងយូរមួយអាទិត្យអីឬក៏3ថ្ងៃអីយើងអត់ទាន់ញ៉ាំពណ៌វារៀងក្រហមទៅក្នុងពធាហ្នឹងវាអត់ខូចទេគឺដោយសារតែជាតិសបុកជាតិពធាហ្នឹងពណ៌ពធាហ្នឹងវានៅក្នុងហ្នឹងអញ្ចឹងវាមើលទៅដូចខូចប៉ុន្តែអត់ខូចទេប៉ុន្តែបើយកល្អយើងញ៉ាំអាហ្នឹងមុនគេទៅព្រោះពធាវារៀងផ្អែមអញ្ចឹងនៅពេលដែលយើងត្រាំរៀងយូរវាមានជាតិផ្អែមនៅក្នុងហ្នឹងណា